ต่อមកដឹងវិធីគេក្នុងការ download Windows 11 ដើម្បីយើងរ៉ាន់ចូល Flash ជាមុខបងប្អូនចូលទៅកាន់ browser បន្ទាប់មកបងប្អូនត្រូវពាក្យថា Windows 11 download បាទបន្ទាប់មកបងប្អូនត្រូវចូលយកខាងលើនេះបន្ទាប់មកទៀតយើង scroll មកក្រោមមកអស់ហើយឃើញ download ទី2នេះបន្ទាប់មកយើងជ្រើសរើស select នៅយក Windows របស់យើងយកមក Windows 11 នេះមកបន្ទាប់មកយើងចុច confirm បន្តមកទៀតយើងត្រូវជ្រើសរើសនៅភាសានៅពេលដែលយើង set up មកចំស្រាប់ខ្ញុំយកពាក្យថា United States បន្ទាប់មកយើងចុច confirm បន្ទាប់មកយើងចុចយក 64 bit download បាទចំណុចនេះឃើញថាការ download របស់យើងបានកំពុងតែ download ហើយសូមបញ្ជាក់ផងដែរថាការ download នេះគឺមានរយៈពេលយូរព្រោះទំហំធំទៅ7ទៅ 8G បាទចំពោះនឹង file នេះអញ្ចឹងយើងអាចចាំរយៈពេលរហូតដល់ 2-3 ម៉ោងអស់ខ្ញុំ download បាទវីដេអូបន្តខ្ញុំនឹងធ្វើវីដេអូបង្ហាញពីរបៀបនៃការ download កម្មវិធីដើម្បីយកមក run Windows ចូល Flash របស់យើងព្រោះការ set up Windows នេះយើងចាំបាច់ត្រូវ run Windows របស់យើងចូលទៅក្នុង Flash ជាមុនសិនទើបយើងអាចយកទៅ set up Windows នៅលើ computer យើងបានសូមអរគុណជួបគ្នានៅវីដេអូក្រោយ Complex follow for more